ឈុត Philip ទាំង3ហ្នឹងខ្ញុំមកធ្វើឲ្យម៉ាក់មើលអានេះខ្ញុំប្រើ2ឆ្នាំហើយអានេះទី1អាដងវែងអាហ្នឹងយើងអាចក្លុកផ្លែឈើដោយអត់ហត់ដាក់ទឹកអីក៏បានដែរអានេះខ្ញុំក្លុកគោកហើយចាំមើលតើវាម៉ត់ល្អអត់ប្រើពេលយូរទេម៉ាក់គាត់ថាខ្ញុំកាត់វីដេអូហ្នឹងតិចកុំឲ្យវាវែងពេកនិយាយទៅគឺម៉ត់ល្អហ្មងហើយបើយើងក្លុកប៉មក្លុកអីហ្នឹងយើងប្រើពេលរៀងយូរបន្តិចដោយសារវារឹងជាងអាហ្នឹងណាហើយអានេះទី2យើងអាចកិនសាច់កិនបន្លែអញ្ចឹងណាអាហ្នឹងកិនតម៉ត់ក៏បានដែរប៉ុន្តែថ្ងៃនេះខ្ញុំធ្វើម្ហូបហ្នឹងខ្ញុំអត់ត្រូវការកិនសាច់នឹងដល់ម៉ត់ទេអញ្ចឹងខ្ញុំយកតែប៉ុណ្្នេះទេអញ្ចឹងមកម៉ាក់ចង់កិនធ្វើប្រហិតក៏បានដែរហើយកិនបន្លែកិនអីស្រួលណាជាពិសេសពេលកូនយើង9 10ខែអីហ្នឹងយើងអាចកិនរបៀបថាធំជាងតសៃធូបអីហ្នឹងស្រួលមែនតើហើយនេះអាទី3ហ្នឹងគឺយើងសម្រាប់វាយយើងអាចវាយម្សៅវាយពងមាន់អីខ្ញុំចូលចិត្តធ្វើនំខេកនិយាយទៅខ្ញុំចូលចិត្តវាយពងមាន់ធ្វើនំខេកវាយតែមួយផ្លេតទេវាឡើងហ្មងឡើងស្អិតហ្មងអញ្ចឹងអត់ពិបាកស្រួលប្រើមែនតើទៅមានមួយសេតនេះគឺធ្វើគ្រប់យ៉ាងដែលយើងតែងធ្វើនៅក្នុងផ្ទះបាយទាំងទឹកក្លុកទាំងកិនសាច់ទាំងធ្វើនំហើយវាធន់ល្អទៀតនិយាយទៅខ្ញុំប្រើ2ឆ្នាំហើយនៅតែល្អ